ឲ្យតបលោក100000នាក់លោកបែងចែកយ៉ាងម៉េចកាន់តម្លៃរៀងខ្លួនធ្វើម៉េចកាន់តម្លៃរៀងខ្លួនតប100000នាក់ត្រូវការទាហានថ្មជាងប្រមាណទាហានជីសេះប្រមាណទាហានសម្ភារៈប្រមាណទាហានព្រួយប្រមាណអ្នកមើលសេះចុងភៅគ្រូពេទ្យប្រមាណអ្នកធ្វើជាតបជួមុខប្រមាណអ្នកជាតបបំរុងលោកមិនធ្លាប់គិតដែរទេខ្ញុំអាចគិតបាន200000 1000000ណាចឹងឯងរៀបចំយ៉ាងម៉េចទៅហ៎ខ្ញុំត្រូវការតែមេតបស្ដាប់បញ្ជា10នាក់គឺអាចដឹកនាំតប1000000នាក់បានហើយមិនខ្វល់នោះទេបាទទៅទេខ្ញុំជាមេតបផងខ្ញុំមិនមែនដឹកនាំទាហានទេខ្ញុំដឹកនាំមេតបមើលតារាសាស្ត្រមើលភូមិសាស្ត្រចេះក្បួនតបមានវិធីច្រើននិយាយត្រូវធ្វើត្រូវតែបានផលរង្វាន់និងវិន័យត្រូវតែបែងចែកច្បាស់ខ្ញុំកាន់តំណែងនឹងខ្ញុំដឹងច្បាស់ពីសុវត្ថិភាពតបទាំងមូលកំពុងតែគ្រោះថ្នាក់ហានស៊ីងសម្រាប់ចិត្តមិនព្រោះតែស្ថានភាពលំបាកមានចិត្តចង់ស្លាប់នោះទេមិនព្រោះតែឋានៈខ្ពង់ខ្ពស់មើលស្រាលអ្នកដទៃមិនព្រោះតែមានប្រាជ្ញាល្អមានល្បិចក្បត់ច្រើន